គ្រាន់តែឃើញក្បាលដំបងក៏គួរចង់ញ៉ាំដែរអ្នកនរគ្នាទីមកខ្ញុំធ្វើឲ្យគេនេះណែឆាស្ដែកគួរជាមួយនឹងត្រីផ្ទក់ស្រែអ្នកនរគ្នាខ្ញុំឆាមានរសជាតិរៀងដិតហើយដាក់ម្រេចហឹរហើយអ្នកនរគ្នារសជាតិឆ្ងាញ់មែនតើអ្នកនរគ្នាចង់ញ៉ាំអត់បើចង់ញ៉ាំខមមិនខាងខមមិន Hello សួស្ដីថ្ងៃនេះជួបខ្ញុំម្ដងទៀតថ្ងៃនេះស្ត្រីខ្មែរបានមកធ្វើការបោកក្អាអ្នកនរគ្នាបន្តឲ្យមកក៏ខ្ញុំបានដោះហូចចាបបោកក្អាប៉ុន្តែជួបអកចាញ់ជែកអីគេហ៊ីនៅក្នុងកន្ត្រកអ្នកនរខ្ញុំគៀសចេញដើម្បីយកជ្រះអ្នកនរខ្ញុំខ្លាចមុននឹងឈានចូលដល់វីដេអូរបស់ខ្ញុំសូមនិយាយពី scrub ខ្មែរមួយអ្នកគ្នាគឺមានឈ្មោះថា smooth scrub គឺល្អប្រើខ្លាំងមែនតើខ្ញុំបានប្រើហើយអ្នកគ្នាមកសាច់ scrub របស់គេឡើងបត់ចាំមកឲ្យធំបន្លៃអ្នកគ្នាគួរចង់ញ៉ាំខ្លាំងមែនតើសម្រាប់អត្ថប្រយោជន៍នៅក្នុងនេះដែរគឺវាជួយកម្ចាត់កោសិកាចាស់ចោលដូចជាស្បែកក្រិនក្រើមកទួលស្នាមនិងផ្ដល់មកវិញជាមួយកោសិកាដោះមកថ្មីជួយឲ្យស្បែកទន់សមរលោជាពិសេសពេលយើង scrub នៅលើស្បែកយើងទុកពីចោល10ទៅ15នាទីដើម្បីឲ្យ scrub ចូលទៅសម្អាតស្បែកបានល្អអ្នកទាំងអស់គ្នាហើយបន្តក្រោយមកចាំយើងលាងទឹកចេញធម្មតាអ្នកទាំងអស់គ្នាហើយខ្ញុំ recommend មែនតើមកទឹកអ្នកគ្នាខាត់2ដងទៅបើមិនចឹងខាត់រាល់ថ្ងៃក៏បានដែរហើយព័ត៌មានបន្ថែមអ្នកគ្នាអាចតាក់ទងមកខ្ញុំបានតាមលេខទូរស័ព្ទដែលខ្ញុំបានដាក់នេះឬមកក៏តាក់ទងមក account Facebook ខ្ញុំផ្ទាល់តែម្ដងតជាមួយនឹងវីដេអូរបស់យើងនេះគឺជាសកម្មភាពស្រីខូចកំពុងតែរកហើយទៅបោកដល់អ្នកគ្នាគឺຕົករហូតតឡើយតាំងពីមុនភ្ជុំមកតាមមិនបោកទេដោយសារតែមិនមានញឹកពេកអ្នកគ្នាអើយរវល់ណាស់ឡើងទៅពេញផងអីផងប្រហិនតលុយអ្នកគ្នាមានបានប្រយោជន៍អីទេហ្នឹងហើយបន្តក្រោយមកខ្ញុំក៏បានបោកក្អាយធម្មតាតាមទម្លាប់ស្រីខូចនៅផ្ទះចឹងណាអូអ្នកគ្នាបោកទៅលោកកប៉ាល់ទៅឃើញលុយប្រហែលពាន់ហ្នឹងអ្នកគ្នា2000ហើយបន្តក្រោយមកបោកទៅកង្វាអស់សម្បូរចឹងណាអ្នកគ្នាក៏បានដើរទៅតូបនៅចិត្តនេះនៅកែងហ្នឹងទៅចិត្តមកផ្ទះហ្នឹងអ្នកគ្នាដើរទិញសម្បូរខ្ជិលពួកឲ្យយើងខ្ជិលបោកអ្នកគ្នាចឹងយើងមិនទិញសម្បូរខ្ជិលនេះមកកូនក្មេងនេះវាឌឺហើយខ្ញុំក៏បានធ្វើដំណើរមកវិញអ្នកគ្នាមកសក់ក្បាលឡើងតងាអត់មានសក់ទៅឌីកូសិស្សលោកអ្នកទាំងអស់គ្នាហើយតែប្រហែលគេប្រហែលសួរតាមផ្លូវតាមអីចឹងណាចេះចោះចឹងណាគេជួបគេចេះសួរចឹងណាហើយយើងចេះឆ្លើយទៅមកតែយើងនិយាយដើមគេខ្លះគេផ្ទះបែកមាត់អ្នកទាំងអស់គ្នាក្នុងជីវិតប្រចាំថ្ងៃរបស់ស្ត្រីមេផ្ទះអត់មានអីទេអ្នកទាំងអស់គ្នាក្រៅពីថតទស្សនភាពក្រៅផ្ទះហើយនឹងធ្វើកិច្ចការផ្ទះជាដើមអ្នកទាំងអស់គ្នាកុំឲ្យទៅយើងទៅអង្គុយលេងបៀទៅនិយាយដើមគេចឹងទៅចំណាយជីវិតគេចឹងទៅអ្នកខ្លះគាត់ក៏សួរខ្ញុំថាឲ្យយកម៉ែកណ្ដាលមកទៅធ្វើការវិញហើយមកទៅអីចឹងណាខ្ញុំប្រាប់ថាខ្ញុំឈឺចឹងទៅអ្នកខ្លះក៏គាត់ដឹងដែរថាខ្ញុំឈឺចឹងណាហើយក៏សូមអរគុណច្រើនចំពោះការសួរសុខទុក្ខរបស់ស្ត្រីមេផ្ទះម្នាក់នេះឥឡូវនេះនៅឈឺឡើយទេអត់បានជាទេអ្នកអរគ្នាអើយតំដកថ្មិញហើយផងនេះតាណាកើតឥឡូវហ្នឹងមិនអ្នកចង់ទៅធ្វើការឆាប់ដែរព្រោះអត់លុយចាយអ្នកនេះណាចង់នៅផ្ទះដីស៊ីនេះបើមនុស្សឈឺតាមបាត់នេះដកថ្មិញដកអីផងហើយជំងឺនោះទៀតអើយសពគ្រប់អ្នកអរគ្នាអើយចាំមិនថាអរគុណច្រើនមែនតែសម្រាប់ការសួរនាំសួរសុខទុក្ខរបស់អ្នកចិត្តខាងចឹងណាអ្នកអរគ្នាសម្រាប់ការបោកក្អាននេះគឺខ្ញុំខ្ជិលខ្លាំងមែនតើពួកឯងខ្ញុំຕົកយូរហើយតាំងពីមុនប្រជុំទីក្អាននេះហើយឥឡូវខ្ញុំទៅបានមកបោកហើយអាបោកក៏ខ្ជិលហើយអាហារក៏ខ្ជិលទៀតអ្នកអរគ្នាមែនតើគឺខ្ញុំខ្ជិលលេខមួយតែម្ដងប៉ុន្តែអត់ខ្ជិលរឿងធ្វើម្ហូបអ្នកអរគ្នាម្ហូបឲ្យខ្ញុំធ្វើដែរអត់ឲ្យខ្ញុំធ្វើខ្ញុំចូលចិត្តធ្វើម្ហូបហើយចូលចិត្តការញ៉ាំនេះបន្ទាប់ពីហាលក្អាវរួចរាល់ហើយខ្ញុំក៏បានមកធ្វើការដាំបាយជាទម្លាប់ពេលល្ងាចរបស់ស្ត្រីមេផ្ទះចឹងអ្នកទាំងអស់គ្នាដាំបាយធ្វើម្ហូបលេងចានលេងឆ្នាំងបោះជូតផ្ទះតិចតួចធម្មតាជាទម្លាប់របស់កូនអ្នកមានពូចឹងអ្នកទាំងអស់គ្នាថ្ងៃអ្នកគ្នាបន្តគាត់មកអ្នកគ្នាបានឃើញចឹងនៅក្បាលវីដេអូមិញគឺខ្ញុំឆាតែគួរជាមួយនឹងត្រីផ្ទុកស្រែអ្នកគ្នាឥឡូវនេះខ្ញុំមកហាន់បន្លែរបស់យើងគឺស្ដែកគួរនឹងអាយហើយខ្ញុំយកវាមកលាងទឹកខ្ញុំលាងទឹក2 3ទឹកនេះដល់អ្នកគ្នាដោយសារតែអ្នកគ្នាបានឃើញនៅវីដេអូមុនហើយគឺខ្ញុំលាងបន្លែខ្ញុំលាងតស្អាតទៅបើខ្ញុំយកមកធ្វើហូបចឹងណាតើកុំឲ្យយើងដាក់ខ្ទះទៅវាក្តៅដាក់ខ្ទះចោលលើចង្ក្រានវាក្តៅចឹងទៅហើយយើងមកចាក់ខ្លាញ់ចាក់អីចឹងទៅដល់ពេលយើងឆាខ្ទឹមឆាអីចឹងចាក់ខ្លាញ់ចូលសិនអ្នកគ្នានេះយើងដាក់ខ្ទឹមដាក់អីចូលហើយអ្នកគ្នាអើយបាច់ច្បាស់ខ្ញុំរៀនបាច់ច្បាស់ខ្ញុំប្រាប់ទេនិយាយច្រើនទៅឃើញតែគេចេះធ្វើម្ហូបដែរឬមើលវីដេអូហ្នឹងទៅថាតំណងអត់បើតំណងឲ្យបេះដូងអ្នកមួយមកហើយស្ញាប់ផងអ្នកគ្នាយើងមកឆាត្រីឆាអីដាក់ស្ករវិចេងដាក់អីគ្រឿងធម្មតាតាមទម្លាប់ចឹងអ្នកគ្នាតំណងហ្នឹងនេះឡើងក្រហមហើយខ្ញុំពងតលើទឹកមកអ្នកគ្នាចូលបដាលើទឹកមកបដាដល់ពីក្រហមហើយដាក់គ្រឿងដែរយើងឆាស្ដែកគោជាមួយត្រីចឹងមកតែឆាទៅពីខ្មៅវាបែកត្រីចឹងណាអ្នកគ្នាឆាវាថ្នមតិចទៅដល់គាត់មកនេះគឺឆ្អិនហើយអ្នកទាំងអស់គ្នាមានអារម្មណ៍ថាតំណងខ្លាំងមែនតើណាគេថាតំណងខ្លះក៏មិននៅខាងខហើយបើចង់ញ៉ាំប្រទេសខ្ញុំមកធ្វើឲ្យញ៉ាំចឹងណាតែយកលុយមកផងបើអត់មានលុយទិញម្ហូបឲ្យញ៉ាំទេនៅវីដេអូនោះមានអីទេមានតែប៉ុណ្ណឹងទេអរគុណច្រើនចំពោះការតាមដាននិងចូលចិត្ត See you